សកម្មភាពសប្តាហ៍ទី4 ខែមិថុនារបស់ឯកឧត្តមយ៉ែន សុវណ្ណា ប្រធានព្រឹទ្ធិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ តាកែវ ថ្ងៃសុក្រ ពេលកើត ខែអាសាឍ ឆ្នាំម្សាញ់ សតវត្សរ៍ ពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី27 ខែមិថុនា ឆ្នាំ 2025 ឯកឧត្តមយ៉ែន សុវណ្ណា ប្រធានព្រឹទ្ធិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់គណៈបកហ៊ុនស៊ិនប៉ិចនិងជាប្រធានក្រុមការងារបោះឆ្នោតខេត្តតាកែវបានចុះជួបនិងសួរសុខទុក្ខប្រជារាស្ត្រនៅឃុំក្រាំងលាវស្រុកបាទីខេត្តតាកែវហើយឯកឧត្តមក៏បានពំនាំព្រះរាជបន្ទូលសួរសុខទុក្ខប្រជារាស្ត្រនៅក្នុងមូលដ្ឋានក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានសួរសុខទុក្ខប្រជារាស្ត្រនៅឃុំបឹងត្រែងខាងត្បូងស្រុកសំរោងខេត្តតាកែវដែលលោកតាមានជំងឺហើយឯកឧត្តមក៏បានជូនជាថវិការបស់ព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍជូនលោកតាហើយឯកឧត្តមក៏បានពំនាំព្រះរាជបន្ទូលសួរសុខទុក្ខដល់លោកតាផងដែរជាចុងក្រោយព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍតែងតែគិតគូរសួរសុខទុក្ខប្រជាជនរាស្ត្រខ្មែរជានិច្ចសហជីវិនយិនសារ៉ិតអនុប្រធានក្រុមការងារទទួលបន្ទុកស្រុកអង្គរបូរីតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមយ៉ែន សុវណ្ណាប្រធានព្រឹទ្ធិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតព្រមទាំងថ្នាក់ដឹកនាំស្រុកបានចូលរួមបុណ្យសពរបស់សមាជិកគណៈបកហ៊ុនស៊ិនប៉ិចដែលបានទទួលមរណភាពនៅឃុំពន្លៃស្រុកអង្គរបូរីខេត្តតាកែវនិងបាននាំយកថវិការបស់ព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍជូនក្រុមគ្រួសារនៃសពសហជីវិនក៏បានពំនាំព្រះរាជបន្ទូលរំលែកទុក្ខរបស់ព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍដល់គ្រួសារសពនិងចូលរួមសោកស្ដាយចំពោះការបាត់បង់សមាជិកគណៈបកដ៏សកម្មម្នាក់ក្នុងរសៀលថ្ងៃនេះដដែលសហជីវិនជ្រៃវិចិត្រប្រធានប្រតិបត្តិក្រុងដូនកែវតំណាងដល់ខ្ពង់ខ្ពស់របស់ឯកឧត្តមយ៉ែន សុវណ្ណាប្រធានព្រឹទ្ធិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតខេត្តតាកែវព្រមទាំងថ្នាក់ដឹកនាំក្រុងដូនកែវបានចុះលើកស្លាកគណៈបកក្នុងក្រុងដូនកែវខេត្តតាកែវការលើកស្លាកគណៈបកតាមផ្លូវសាធារណៈដើម្បីឲ្យអ្នកគាំទ្រព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍបានឃើញប្រជាយលក្ខណ៍របស់ព្រះអង្គម្ចាស់ព្រះប្រធានព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍគឺជាក្តីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរជាចុងក្រោយសហជីវិនក៏បានអំពាវនាវឲ្យនិស្សិតបញ្ញវន្តអ្នកស្រឡាញ់រាជានិយមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងបងប្អូនស្នេហាជាតិមកចូលរួមចូលជាបេក្ខភាពមេឃុំចៅសង្កាត់ដើម្បីចូលរួមដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់